បាទសួស្តីបងប្អូនប្រិយមិត្តយើងបន្តទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកនៅចំណេះដឹងទាក់ទងនឹងសំណួរចម្លើយគួយ CM សម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលណាដើម្បីខ្លាចខ្លួនជាសិស្សមន្ត្រីក្រមការសិស្សមន្ត្រីជាន់ខ្ពស់ក៏ដូចជាបងប្អូនត្រៀមប្រឡងក្របខ័ណ្ឌក្រសួងស្ថាប័ននានាអញ្ចឹងសំណួរចម្លើយនៅក្នុងវីដេអូនេះគឺលេខរៀង471ដល់480អូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរដោយសារតែគ្រប់វីដេអូខ្ញុំតែងតែចែករំលែកនៅចំណេះដឹងខ្លីៗតិចប្រកបនៅក្នុងហ្នឹងបងប្អូនស្ដាប់ពិចារណាតាមការគោលទៅណាយកទៅអនុវត្តបើក្នុងករណីបងប្អូនយល់ថាត្រឹមត្រូវអនុវត្តទៅហើយបើជោគជ័យប្រាប់ខ្ញុំផងតែបើមិនជោគជ័យទេមិនបាច់ប្រាប់ទេតោះឥឡូវយើងចូលដល់សំណួរ471សួរតើមានន័យដូចម្ដេចនៅពេលម៉ាស់រាងកាយមានកម្រិតពី16ទៅ19បាទអញ្ចឹងចម្លើយគឺស្គមលើសទម្ងន់ធាត់អញ្ចឹងចម្លើយមួយណាជាចម្លើយត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវគឺស្គមបាទស្គមសំណួរ472តើពណ៌ស៊ីលៀបគេប្រើនៅថ្ងៃណានិយាយរឿងពណ៌ប្រឡងចេញស្ទើរគ្រប់រាល់ឆ្នាំបងប្អូនប្រឡងដូចជាពណ៌ហ្នឹងដូចត្រូវជាងគេមិនខ្ញុំមើលឃើញប្រហែលឆ្នាំចេញពណ៌តាកតងពណ៌គឺថាពណ៌ខុសថ្ងៃគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនរឿងតាកតងនឹងពណ៌តាមថ្ងៃបងប្អូនសង្ឃឹមតែបងប្អូនចេះទៅណាតែឥឡូវស៊ីលៀបថ្ងៃណាមានថ្ងៃអង្គារថ្ងៃពុធឬក៏ថ្ងៃពហុអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺថ្ងៃពុធណាអាទិត្យក្រហមចាស់ច័ន្ទផ្លាស់លើងទុំស្វាយអង្គារថ្ងៃពុធស៊ីលៀបសំសភាប្រហោះប្រែជាត្រួយជ័យខ្ចីពណ៌ខៀវត្រនៀលប្រើថ្ងៃសុក្រពណ៌ព្រិលនិលទុកសៅសេរីអូខេអញ្ចឹងអាហ្នឹងពណ៌របស់ខ្ញុំចាំអញ្ចឹងពេលណារੂនឹងអត់ឃើញសូត្រអាហ្នឹងបណ្ដោយតោះ473សួរថារមណីយដ្ឋានប្រខ្សាត់ក្រឡាប្រតិក្រឡាលោកព្រះប្រតិក្រឡាមានទីតាំងស្ថិតនៅក្នុងខេត្តណាអញ្ចឹងមាននៅក្នុងខេត្តកពតកំពង់ចាមឬក៏កែបអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺកពតបាទស្ថិតនៅក្នុងខេត្តកពតនៅប្រតិក្រឡា474សួរតើនៅពេលគោមានអាយុប្រមាណសប្តាហ៍ដែលការវិវត្តក្រុងឆ្អឹងអំព្រីយ៉ុងមានលក្ខណៈពេញលេញអញ្ចឹងមាន8 6 10តើពេលណាពេញលេញអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ8សប្តាហ៍គឺស្មើនឹង8សប្តាហ៍ស្មើនឹង2ខែណា2ខែចាប់ដើមមានក្រុងឆ្អឹងពេញលេញហើយបាទតទៀត475បវរកញ្ញាទូទាំងប្រជាជាតិឆ្នាំ2016បានទៅបវរកញ្ញានៃប្រទេសណាខ្ញុំគិតថាហ្នឹងប្រហែលមិនចេញទេប៉ុន្តែដឹងទៅជាងអត់ដឹងអីសោះមានប្រទេសកូឡុំប៊ីប្រទេសលេតូនីប្រទេសហ្វីលីពីនអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេតូនីបាទប្រទេសលេតូនីសំណួរ476សួរតើសមាជជាតិត្រូវបានព្រះបាទនរោត្តមសីហនុសម្រេចអនុម័តបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជានៅខែឆ្នាំណាសមាជជាតិហ្នឹងគឺធ្វើបានតែម្ដងទេមែនទែនទៅតាំងពីមានមកនៅក្នុងសម័យសង្គមរាស្ត្រនិយមតែក្រោយមកមិនដែលមានទេបាទអញ្ចឹងមានខែកញ្ញាខែកក្កដា1954ខែតុលា1959ខែធ្នូ1958អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺខែធ្នូឆ្នាំ1958សំណួរបន្ទាប់
477សួរតើស្ពានកោះធំថ្មីឆ្លងកាត់ទន្លេណាអ្នកខេត្តកណ្ដាលដឹងអត់ច្បាស់ជាដឹងហើយណាអ្នកខេត្តកណ្ដាលអ្នកកោះធំហ្នឹងច្បាស់អ្នកកោះធំអ្នកស្អាងដឹងច្បាស់ណាស់បាទអញ្ចឹងមានទន្លេមេគង្គទន្លេបាសាក់និងទន្លេសាបទន្លេណាដែលស្ពានកោះធំឆ្លងកាត់អញ្ចឹងទន្លេបាសាក់ណាហ្នឹងហើយទន្លេបាសាក់តែបើទន្លេស្ពានអ្នកលឿងអាហ្នឹងទៅទន្លេមេគង្គតទៀតដោយ ម្ដេចដែលហៅថាសង្គមធម៌ចឹងសង្គមធម៌ចម្លើយកគឺថាជាការរៀបចំសង្គមឲ្យរស់នៅបានស្រួលមានសម្ភារៈគ្រប់គ្រាន់ចម្លើយខទំនាក់ទំនងវិស័យសេដ្ឋកិច្ចនយោបាយសង្គមគិច្ចជីវភាពសន្តិភាពចម្លើយគោធម្មជាតិមនុស្សរស់នៅរួមគ្នាមានលំនៅឋាននិងការប្រស្រ័យទាក់ទងគ្នាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកបាទសង្គមធម៌បានន័យជាការរៀបចំសង្គមឲ្យរស់នៅបានស្រួលមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សំណួរ479តើរមណីយដ្ឋានប្រាសាទស្ទឹងមានប្រាសាទស្ទឹងមានចម្ងាយប៉ុន្មានពីទីរួមខេត្តបាត់ដំបងប្រាសាទស្ទឹងឬក៏ប្រាសាទស្នឹងបាទអញ្ចឹងមាន12គីឡូម៉ែត្រ18គីឡូម៉ែត្រ22គីឡូម៉ែត្រអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ22គីឡូម៉ែត្រប្រាសាទនឹងស្អាតផ្ដែស្អាតផ្ដែនៅស្អាតបាទ480សួរថាដោយម្ដេចដែលហៅថាវប្បធម៌អញ្ចឹងចម្លើយគឺជាការសិក្សាអប់រំចម្លើយខការផ្សាំបណ្ដុះស្មារតីឲ្យលូតលាស់តាមបែបវិទ្យាសាស្ត្រចម្លើយគោបទពិសោធន៍ការផ្សំការផ្ទេរបន្តបាទអញ្ចឹងមួយណាជាចម្លើយត្រឹមត្រូវក្នុងសំណួរនេះគឺចម្លើយខណាវប្បធម៌គឺជាការផ្សាំបណ្ដុះស្មារតីឲ្យលូតលាស់តាមបែបវិទ្យាសាស្ត្រវប្បធម៌អញ្ចឹងយើងមានតែប៉ុណ្ណឹងទេក្នុងវីដេអូនេះអរគុណណាសម្រាប់ការចូលមកទស្សនាវីដេអូហ្នឹងពីដើមដល់ចប់ជូនពរអ្នកដែលខិតខំរៀនបានជោគជ័យនៅថ្ងៃខាងមុខបាទជួបគ្នាក្នុងវីដេអូបន្តកុំភ្លេចជួយ like និង subscribe ផងអ្នកដែលមិនទាន់បាន subscribe ទេ